ព្រួយមួយបាញ់បានសត្វពីរអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងនិយាយថា kill two birds with one stone kill two birds with one stone Kill two birds with one stone. I'll tell you how we can kill two birds with one stone. I can kill two birds with one stone. ឧទាហរណ៍ I went for run and listen to podcast បានន័យថាខ្ញុំរត់ហាត់ប្រាណផងហើយស្ដាប់ podcast ផង kill two birds with one stone ព្រួយមួយបាញ់បានសត្វពីរអញ្ចឹងពាក្យថាព្រួយមួយបាញ់បានសត្វពីរមានន័យថា one action double result បានន័យថាយើងធ្វើសកម្មភាពតែមួយទេក៏ប៉ុន្តែយើងទទួលបានលទ្ធផលពីរអញ្ចឹងតាមរយៈឧទាហរណ៍នេះយើងឃើញថានៅពេលដែលនាងធ្វើការរត់តែមួយមុខទេរត់ហាត់ប្រាណមួយមុខទេប៉ុន្តែនាងចំណេញរឿងដល់ទៅពីរយ៉ាងទីមួយគឺនាងអាចសិក្សារៀនសូត្រតាមរយៈការស្ដាប់ podcast ផងហើយមួយទៀតគឺធ្វើឲ្យរាងកាយរបស់គាត់ហ្នឹងគឺ stay fit បានន័យថាមានសុខភាពល្អឬក៏មាំទាំអីចឹងទៅណាបាទឧទាហរណ៍ទី2 bicycling to work តាមរយៈការជិះកង់ទៅធ្វើការ she kills two birds with one stone នាងប្រើប្រាស់ព្រួញតែមួយទេប៉ុន្តែនាងសម្លាប់សត្វបានដល់ទៅ2បាទព្រួយមួយបាញ់បានសត្វ2នឹងចំណេញកន្លែងណាអញ្ចឹងសកម្មភាពតែមួយទេគឺជិះកង់ទៅធ្វើការអញ្ចឹងនាងចំណេញគេខ្លះតោះអញ្ចឹងនាងចំណេញតងទី1 she save money បានន័យថានាងអាចចំណេញតកតងជាមួយនឹងការសំចៃលុយកាក់ដោយសារតែការជិះកង់វាអត់មានតែការចំណាយលុយចាក់ពេកចាក់អីទេហើយមួយទៀតហ្នឹង and got exercise ហើយនាងចំណេញមួយទៀតហ្នឹងគឺចំណេញនៅត្រង់ណាចំណេញនៅត្រង់ថាអត់អស់លុយហើយបានហាត់ប្រាណទៀតអូខេចឹងនេះយើងមានតែប៉ុណ្្នឹងទេសម្រាប់ពាក្យព្រួយមួយបាញ់បានសត្វពីរក្នុងភាសាអង់គ្លេសគឺគេប្រើពាក្យថា kill two birds with one stone អរគុណសម្រាប់ការតាមដានវីដេអូមួយនេះបើសិនជាបងប្អូនមានជាចម្ងល់អីអាច comment នៅខាងក្រោមបាន